មេរៀនទី75វាបន្តនឹងការសន្ទនារបស់យើងអំពីថាផ្សារបាទបាន at the market មានន័យថានៅផ្សារអញ្ចឹងនៅផ្សារយើងត្រូវការសន្ទនាបែបណាខ្លះបងប្អូនមកមើលដល់គ្នាសំណួរទី1 is the market open តើផ្សារនៅបើកទេផ្សារមានបិទហើយនៅពេលនេះណាចម្លើយ yes it open early yes it opens early ន័យថាបាទពេលនេះគឺនៅបើកបានន័យថាចាប់ដើមបើកហើយវាបើកហ្នឹងគឺបើកតាំងពីព្រលឹមមកម្លេះបាទអញ្ចឹងវាក្នុងទីនេះគឺសំដៅលើ market បាទសំដៅលើផ្សារន័យថាផ្សារហ្នឹងគឺបើកតាំងពីព្រលឹមម្លេះបាទឥឡូវយើងមកមើលជាបន្តទៀត How much are the egg How much are the egg តើពងទានឹងថ្លៃប្រមាណដែរណាមានតម្លៃប្រមាណដែរយើងទៅផ្សារណាបាទអញ្ចឹង$1 for 10 $1 for 10ន័យថា$1គឺបាន10គ្រាប់ណាបងជាសម្រាប់បងប្អូនដែលនៅតាមផ្សារតាមអីហ្នឹងលក់ដូរអីក៏បងប្អូនអាចប្រើប្រាស់បានបងប្អូនការសន្ទនានេះណាឥឡូវយើងមកមើលជាបន្តទៀត is a meat fresh តើសាច់នឹងវាស្រស់ទេឬក៏សាច់នឹងយកមកយូរហើយបាទយកមកទុកយូរហើយបាទយើងមើលចម្លើយ Yes it's alright today Yes it's alright today មានន័យថាសាច់នឹងគឺវាស្រស់បាទ Yes ក្នុងទីនេះគឺសំដៅលើ the meat fresh បាទអញ្ចឹងសាច់នឹងគឺវាស្រស់ហើយទៅតែមកដល់ថ្ងៃនេះទេបាទអត់មានយកមកទុកយូរទេសាច់នឹងទៅមកដល់ភ្លាមហ្នឹងលក់ភ្លាមតែម្ដងបាទឥឡូវយើងមកមើលជាបន្តទៀត Do you have carrots តើអ្នកមានការ៉ុតទេមានមើមការ៉ុតទេបាទត្រូវការការ៉ុតយកមកស្លមកឆាអញ្ចឹងបាទ Yes in that box ន័យថាបាទគឺនៅក្នុងប្រអប់នោះណាការ៉ុតគឺនៅក្នុងប្រអប់នោះបន្តទៀត Can I have a bag តើខ្ញុំសុំថង់មួយបានទេសម្រាប់ដាក់អីវ៉ាន់ណាដាក់បន្លែផ្លែឈើដែលទិញសុំថង់មួយមកបាទអញ្ចឹងយើងសុំថង់គេ Can I have a bag តើទៀត Yes here it is ន័យថាបានតាណានេះណា Here it is មានន័យថាយើងហុចគេណាយើងអុលគេនេះថង់ណាអញ្ចឹងណាឥឡូវយើងមកមើលជាបន្តទៀត Is it crowded ន័យថាតើមានមនុស្សច្រើនកុះកទេបាទនៅផ្សារហ្នឹងមានមនុស្សច្រើនកុះកប៉ុណ្ណាដែរ Yes on Sunday ន័យថាបាទមានមនុស្សច្រើនប៉ុន្តែមនុស្សច្រើនភាគច្រើនគឺតែថ្ងៃអាទិត្យទេដោយសារថ្ងៃច័ន្ទថ្ងៃអីហ្នឹងគេមិនសូវដើរផ្សារប្រហែលនេះគេដើរតែថ្ងៃចុងសប្តាហ៍អីចឹងណាបាទជាយើងបញ្ចប់ត្រឹមប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយជាបន្ត